បង្កើនល្បឿននៃការអានក្នុងរយៈពេល10ថ្ងៃឧបមាថាមានព្រះជាម្ចាស់មួយអង្គបានចុះមកពីលើមេឃដែលឃើញថាយើងជាមនុស្សល្អទ្រង់ក៏បានឲ្យសេចក្តីប្រាថ្នា3យ៉ាងមកយើងតើយើងនឹងប្រាថ្នាអ្វីខ្លះទៅអ្នកខ្លះប្រហែលជាសុំឲ្យមានលុយចាយរាប់មិនអស់មានគូស្នេហ៍មុខដូចជាបបរកញ្ញាពិភពលោកនឹងចេះហោះហើរមិនចាំបាច់ជិះឡានក្រុងនាំតែស្ទះចរាចរណ៍ក៏ប៉ុន្តែសម្រាប់អ្នកដែលស្រឡាញ់ការអានសៀវភៅហើយគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់អានសៀវភៅទាំងអស់ដែលគេមានពួកគេប្រហែលជាសុំព្រះជាម្ចាស់ឲ្យប្រទាននូវធម៌ពលដ៏អស្ចារ្យនៅក្នុងការអានសៀវភៅឲ្យបានលឿនទៅវិញបញ្ញាទាំងឡាយនៅក្នុងសៀវភៅមួយនេះមិនធានាថាអាចឲ្យយើងក្លាយទៅជាមនុស្សដែលមានជំនាញអស្ចារ្យនៅក្នុងការអានសៀវភៅនោះទេក៏ប៉ុន្តែយើងក៏មិនចាំបាច់ត្រូវការប្រទានពរពីព្រះជាម្ចាស់ដើម្បីក្លាយទៅជាមនុស្សពូកែអាននោះដែរពោលគឺយើងគ្រាន់តែជំរុះចោលនូវទម្លាប់អាក្រក់មួយចំនួនហើយបំពាក់មកវិញនូវបច្ចេកទេសល្អៗខ្លះតែប៉ុណ្ណោះបញ្ញានៅក្នុងសៀវភៅមួយនេះនឹងបញ្យល់បកស្រាយថាតើយើងអាចអានសៀវភៅបានលឿនជាងមុនដោយរបៀបណាសៀវភៅនេះមានផ្ទុកទៅដោយវិធីសាស្ត្រគន្លឹះពិសេសព្រមទាំងឧទាហរណ៍ច្បាស់ផងដែរយើងអាចចាប់ផ្ដើមអនុវត្តដោយការអានកាសែតប្រចាំថ្ងៃឬសំណេរឯកសារផ្សេងៗដែលមាននៅក្បែរយើងមិនយូរទេយើងនឹងអានបានលឿនជាងមុននិងមានការចងចាំល្អជាងមុនបញ្ញាទី1រាល់ពេលអានសៀវភៅឬឯកសារអ្វីម្ដងយើងច្រើនតែដាក់សម្ពាធលើខ្លួនឯងជ្រុលពេកហាក់ដូចជាបង្ខំចិត្តខ្លួនឯងឲ្យអានអញ្ចឹងមនុស្សយើងស្ទើរតែគ្រប់គ្នាតែទៅជួបបញ្ហាមួយចំពោះការអានសៀវភៅគឺយើងមានពេលវេលាតិចតែអ្វីដែលត្រូវអាននោះវាច្រើនពេកជារៀងរាល់ថ្ងៃយើងចូលចិត្តស្វែងរកឯកសារដែលយើងចាប់អារម្មណ៍យកមកទុកអានរហូតដល់ឯកសារទាំងអស់នោះច្រើនឡើងគោដូចជាភ្នំយ៉ាងណាមិញពេលវេលាមិនមែនជាបញ្ហានោះទេអ្វីដែលជាបញ្ហានោះគឺមកពីយើងមិនចេះពីរបៀបនៃការអានឲ្យបានត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពតែប៉ុណ្ណោះដោយសារកន្លងមកយើងមានការយល់ខុសទាក់ទងទៅនឹងការអានជំហានដំបូងយើងមិនចាំបាច់អានអ្វីគ្រប់យ៉ាងដែលមាននៅក្នុងសៀវភៅឬកាសែតនោះទេមែនទែនទៅវាមិនអាចទៅរួចទេដែលយើងអានគ្រប់សៀវភៅទាំងអស់និងឯកសារទាំងឡាយនៅលើតុរបស់យើងតើយើងគួរធ្វើយ៉ាងណាគឺយើងត្រូវជ្រើសរើសសៀវភៅណាដែលសំខាន់មកអានជាមុនយើងនឹងវិលមកលម្អិតទៅលើចំណុចនេះនៅពេលក្រោយបន្ទាប់ពីអនុវត្តតាមវិធីនេះរួចយើងនឹងដឹងថាវាមានភាពងាយស្រួលនិងមានប្រសិទ្ធភាពប៉ុណ្ណាជំហានទី2យើងមិនចាំបាច់ត្រូវចងចាំអ្វីគ្រប់យ៉ាងដែលយើងបានអាននោះទេកាលពីមុនគេប្រើវិធីសាស្ត្រចងចាំមេរៀននៅក្នុងសាលារៀនគឺដោយសារតែគេតម្រូវឲ្យយើងប្រឡងក៏ប៉ុន្តែអ្វីដែលបានមកតាមរយៈការទន្ទិញឬព្យាយាមចាំយើងនឹងភ្លេចវាទៅវិញនៅក្នុងកំឡុងពេលប៉ុន្មានថ្ងៃតែប៉ុណ្ណោះផ្ទុយទៅវិញប្រសិនបើយើងចង់ចាំរយៈពេលវែងទៅអនាគតយើងចាំបាច់ត្រូវបង្កើតប្រព័ន្ធទាញយកទិន្នន័យមួយយើងគួរកត់ត្រានៅព័ត៌មានសំខាន់ឬក៏គូសពោនៅលើចំណុចពិសេសឬក៏កត់ត្រាទុកបន្តិចនៅខាងចុងទំព័រនៃសំណឹកសៀវភៅការអនុវត្តតាមវិធីនេះធ្វើឲ្យយើងងាយស្រួលនៅក្នុងការស្វែងរកព័ត៌មានហើយវាមិនធ្វើឲ្យយើងមានសម្ពាធថាត្រូវតែចងចាំអ្វីៗដែលយើងបានអាននោះឡើយចុងក្រោយមនុស្សយើងមានការយល់ខុសថាពួកគេមិនគួរអានសៀវភៅនៅពេលធ្វើការនោះឡើយតែការពិតទៅវាផ្ទុយស្រឡះការអានសៀវភៅគឺជាកាតព្វកិច្ចការងារមួយជាក់ស្ដែងរបស់យើងផងដែរអ្នករកស៊ីឬប្រកបរបរអាជីវកម្មច្រើនតែយល់ថាកាលណាគេអានសៀវភៅផងនិងធ្វើការផងវានឹងធ្វើឲ្យគេបាត់បង់ប្រសិទ្ធភាពការងារតាមពិតទៅការយល់បែបនេះមិនត្រឹមត្រូវទេការអានសៀវភៅដែលទាក់ទងទៅនឹងអាជីវកម្មវាជួយយើងឲ្យរកឃើញគំនិតថ្មីនិងវិធីសាស្ត្រផ្សេងៗដើម្បីយកឈ្នះលើគូប្រកួតរបស់យើងបានទៅវិញទេដូច្នេះសូមកុំខ្លាចការអានសៀវភៅនៅពេលដែលយើងធ្វើការពីព្រោះថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់បញ្ញាទី2កាលណាយើងបំបត្តិចោលនូវទម្លាប់អាក្រក់មួយចំនួនបានយើងគង់តែនឹងអាចក្លាយទៅជាអ្នកដែលពូកែអានជាងមុនជាមិនខានឡើយនៅពេលដែលយើងធ្វើអ្វីមួយក្នុងកំឡុងពេលយូរនិងយូរដងយើងនឹងបង្កើតទម្លាប់ទាក់ទងជាមួយនឹងរឿងនោះសូម្បីតែការអានសៀវភៅក៏មិនខុសគ្នានោះដែរតើទម្លាប់អាក្រក់ទាក់ទងទៅនឹងការអានសៀវភៅមានអ្វីខ្លះហើយតើយើងអាចដោះស្រាយវាដោយរបៀបណាទម្លាប់អាក្រក់មួយជាទូទៅទាក់ទិនទៅនឹងការអាននោះគឺភាពមមាញនៅពេលអានសៀវភៅយើងចេះតែគិតនេះបន្តិចគិតនោះបន្តិចមិនចេះចប់ទៅលើរឿងរ៉ាវផ្សេងៗដែលមិនទាក់ទងទៅនឹងសៀវភៅរបស់យើងតទៅសោះយើងក៏បីធ្វើទម្លាប់វិលវល់មិនបានការនេះឲ្យទៅជាចិត្តសកម្មតើចិត្តសកម្មនេះមានន័យយ៉ាងណាវាគឺជារបៀបនៃការគិតតបចប់រវាងអ្វីដែលយើងកំពុងអានទៅនឹងអ្វីដែលយើងធ្លាប់ឆ្លងកាត់អនុវត្តវិធីនេះយើងនឹងអាចចងក្រងចំណេះដឹងយ៉ាងច្រើនបញ្ចូលគ្នាពោលគឺចំណេះដឹងដែលយើងមានស្រាប់
ជាមួយនឹងចំណេះដឹងថ្មីៗដែលយើងនឹងទទួលបានពីការអានដើម្បីធ្វើដូច្នេះបានវាមិនមែនជាការពិបាកអីនោះទេឧទាហរណ៍ថាយើងកំពុងអានអត្ថបទស្ដីអំពីសិល្បៈរបស់ប្រទេសអ៊ីតាលីនៅពេលនោះចូលយើងដាក់ចិត្តស្រមៃអំពីសកម្មភាពដែលយើងធ្លាប់បានទៅប្រទេសអ៊ីតាលីពីឆ្នាំណាមួយការស្រមៃតបចប់គ្នានេះគឺជាចូលស្អិតបិទចប់ព័ត៌មានថ្មីៗនៅក្នុងអត្ថបទនោះទៅនឹងគោលក្បាលរបស់យើងយ៉ាងស្អិតបេះពីគ្នាមិនដាច់ទម្លាប់អាក្រក់មួយទៀតគឺការអានទៅមុខទៅក្រោយពោលគឺសុកយើងបែរជាត្រឡប់ទៅអានពីខាងក្រោយមកវិញដើម្បីជៀសវាងការអានទៅមុខទៅក្រោយនេះបានយើងគួរតែសាកល្បងបិទឃ្លាប្រយោគដែលយើងបានអានរួចហើយនិងទុកតែបន្តដែលយើងកំពុងអានតែប៉ុណ្ណោះការអានទៅមុខទៅក្រោយនេះគឺវាខាតពេលសម្បំណាស់ក៏ប៉ុន្តែបើនៅក្នុងករណីដែលយើងប្រឹងប្រែងហើយតែយើងនៅតែមិនយល់ពីអ្វីដែលគេសរសេរទៀតអញ្ចឹងយើងអាចត្រឡប់បកទៅអានពីក្រោយមកវិញក៏វាមិនជាបញ្ហាអ្វីដែរចំណុចមិនល្អចុងក្រោយគឺយើងតែងតែធ្វើមាត់មហប់បន្លឺសំឡេងឡើងតាមអ្វីដែលយើងអានតាមពិតទៅខួរក្បាលរបស់យើងអាចទទួលយកពាក្យបានរហូតដល់ទៅ400ពាក្យនៅក្នុង1នាទីក៏ប៉ុន្តែនៅពេលដែលយើងបន្លឺសំឡេងទៅតាមការអានយើងអាចអានបានត្រឹមតែ150ពាក្យប៉ុណ្ណោះនៅក្នុង1នាទីម្ល៉េះហើយចូលយកបញ្ឈប់ការបន្លឺសំឡេងទៅតាមពាក្យដែលយើងបានអានដើម្បីយើងអាចបង្កើនល្បឿននៃការអានរបស់យើងបានទ្វេដងប្រសិនបើយើងចង់ឲ្យការអានសៀវភៅរបស់យើងកាន់តែលឿនជាងនេះព្រមទាំងបំបត្តិទម្លាប់អាក្រក់ធ្វើមាត់មហប់តាមការអានយើងក៏បីផ្ដោតទៅលើពាក្យកន្លឹះនៅក្នុងអត្ថបទនិងរំលងចោលនៅចំណុចណាដែលមិនសំខាន់បន្ថែមលើនេះទៀតការទំពាស្កកៅស៊ូនៅពេលអានសៀវភៅក៏អាចជួយយើងផងដែរសកម្មភាពទំពាស្កកៅស៊ូនេះនឹងធ្វើឲ្យយើងអានសៀវភៅបានកាន់តែលឿនជាងមុនបញ្ញាទី3ការអានត្រួសកាត់ជាមុននឹងអាចឲ្យយើងអានបានលឿនជាងមុនឥឡូវនេះយើងបានដឹងហើយនៅទម្លាប់អាក្រក់ទាក់ទិនទៅនឹងការអានសៀវភៅក៏ប៉ុន្តែអ្វីដែលសំខាន់តើយើងអាចបង្កើនល្បឿនអាននិងអានឲ្យមានប្រសិទ្ធភាពដោយរបៀបណាយើងអាចអនុវត្តតាមជំហានសាមញ្ញទាំង3ជាបន្តទៅនេះជំហានទី1យើងត្រូវមានគោលបំណងច្បាស់លាស់និងមានការទទួលខុសត្រូវចំពោះការអានរបស់យើងការធ្វើបែបនេះបានវានឹងជួយយើងឲ្យមានការរៀបចំនិងផ្ដោតអារម្មណ៍បានយ៉ាងល្អទៅលើការអានបន្ទាប់មកយើងត្រូវចេះជ្រើសរើសមើលថាអ្វីដែលយើងគួរអាននិងអ្វីដែលយើងគួររំលងចោលឧទាហរណ៍ថាយើងចង់បង្កើនចំណេះដឹងលើផ្នែកអ្វីមួយឬចង់តាមដានស្ថានភាពពិភពលោកក្នុងពេលបច្ចុប្បន្នយើងមិនចាំបាច់ត្រូវអានអត្ថបទខ្សែឬព័ត៌មានចាស់ៗដែលចេញផ្សាយកាលពី2-3ឆ្នាំមុននោះទេបន្ទាប់មកយើងក៏បីសួរខ្លួនឯងថាតើហេតុអ្វីបានជាយើងត្រូវការព័ត៌មាននេះវាអាចមានសារៈសំខាន់សម្រាប់ការធ្វើតេស្តសម្រាប់ការប្រជុំឬវាអាចជួយដល់ការរៀនសូត្ររបស់កូនយើងក៏ប៉ុន្តែប្រសិនបើកូនរបស់យើងមានការរៀនសូត្រល្អហើយនោះយើងក៏មិនចាំបាច់អីត្រូវអានកិច្ចការរបស់ពួកគេរាល់ថ្ងៃនោះដែរដូច្នេះកុំភ្លេចសួរខ្លួនឯងនៅសំណួរខាងលើមុនពេលដែលយើងចាប់ផ្ដើមអានអ្វីមួយនៅក្នុងករណីដែលយើងរកចម្លើយមិនឃើញទេអញ្ចឹងយើងមិនចាំបាច់អានវាក៏បានដែរជំហានទី2យើងត្រូវអានត្រួសជាមុននៅរាល់ចំណុចកន្លឹះដូចជាមនុស្សទីកន្លែងឬក៏ស្ថិតិជាដើមមុនពេលដែលយើងចាប់ផ្ដើមអានមែនទែនដើម្បីឲ្យយើងបានដឹងមុនខ្លះថាតើសៀវភៅនឹងគេចង់និយាយអំពីអ្វីម្យ៉ាងទៀតតាមរបៀបនេះយើងអាចដឹងផងដែរនៅផ្នែកសំខាន់និងអ្វីដែលគួរឲ្យចាប់អារម្មណ៍ចំពោះយើងគួរចាប់ផ្ដើមអានសេចក្តីផ្ដើមពី3កថាខណ្ឌដំបូងដើម្បីដឹងថាតើគេនឹងបរិយាយអំពីអ្វីឲ្យពិតប្រាកដបន្ទាប់មកយើងអានចំណងជើងកថាខណ្ឌចំណងជើងនិងចំណងជើងរងដែលមានតួអក្សរធំនិងដិតចុងក្រោយយើងអានប្រយោគដំបូងនៃកថាខណ្ឌនីមួយៗដើម្បីដឹងថាតើកថាខណ្ឌនៃផ្នែកនីមួយៗនឹងគេនិយាយអំពីអ្វីការមើលត្រួសជាមុនវាធ្វើឲ្យយើងដឹងអំពីព័ត៌មានគោលនៃសៀវភៅព័ត៌មានគោលនេះហើយដែលនឹងជួយយើងឲ្យអាននិងយល់បានរហ័សព្រមទាំងកាត់បន្ថយការអានដដែលទៀតផងកាលណាយើងចាប់បាននៅព័ត៌មានសំខាន់ហើយយើងមិនហត់អានម្ដងទៀតដើម្បីឲ្យប្រកាសថាតើយើងយល់ត្រឹមត្រូវឬក៏អត់នោះទេការអានត្រួសជាមុនតែម្យ៉ាងនឹងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់មកដល់យើងពោលគឺវាផ្ដល់ព័ត៌មានសំខាន់ដែលមាននៅក្នុងសៀវភៅរហូតដល់ទៅ 40% ឯណោះអ្វីក្រៅពីនេះគ្រាន់តែជាសេចក្តីបរិយាយលម្អិតការបញ្យល់និងសំណេរបន្តបន្សំតែប៉ុណ្ណោះជំហានចុងក្រោយគឺការអានអំពីបច្ចេកទេសអានដោយប្រើល្បឿនជាក់ស្ដែងដែលយើងនឹងទៅរកមើលនៅក្នុងបញ្ញាបន្ទាប់បញ្ញាទី4បើយើងចេះអានពាក្យកន្លឹះយើងនឹងអានបានលឿនជាងសពដង
នៅក្នុងជំហានទី3ដើម្បីក្លាយទៅជាអ្នកអានប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងយើងក៏បីរៀនពីរបៀបនៃការអានឲ្យបានលឿនជាងមុនមនុស្សយើងភាគច្រើនលែងរៀនពីវិធីអានតាំងពីនៅថ្នាក់បឋមសិក្សាមកម្ល៉េះហើយវិធីសាស្ត្រនៃការអានដែលយើងមានវាលែងមានប្រសិទ្ធភាពទៀតហើយនៅក្នុងបញ្ញានេះយើងនឹងបានដឹងអំពីវិធីសាស្ត្រអានថ្មីៗដែលយើងអាចយកទៅសាកល្បងបានបន្ទាប់មកយើងនឹងបានយល់ច្បាស់ថាវិធីណាមួយដែលស័ក្តិសមបំផុតសម្រាប់យើងវិធីទី1គឺការផ្ដោតសំខាន់ទៅលើពាក្យកន្លឹះដែលមាននៅក្នុងប្រយោគហើយរំលងចោលពាក្យឬក៏ឃ្លាទាំងឡាយណាដែលមិនសំខាន់នៅពេលអានភ្នែករបស់យើងច្រើនតែរេចុះរេឡើងឬក៏ថ្មិចបើកមិនសូវជារលូនទៅមុខនោះទេដើម្បីឲ្យយើងអាចអានទៅមុខបានដោយរលូនយើងត្រូវចេះចាប់យកពាក្យកន្លឹះដែលជាពាក្យសំខាន់ជាងគេនៅក្នុងប្រយោគតើយើងសម្គាល់ពាក្យសំខាន់ទាំងអស់នោះដោយរបៀបណាជាធម្មតាពាក្យទាំងអស់នោះច្រើនតែវែងជាងពាក្យដទៃនិងមានអត្ថន័យយើងមិនចាំបាច់អីត្រូវអានគ្រប់ពាក្យគ្រប់ឃ្លាគ្នាក៏យើងអាចយល់អំពីន័យរបស់ប្រយោគមួយបានដែរដូច្នេះជាថ្មីម្ដងទៀតយើងគួរតែអានពាក្យណាដែលជាពាក្យកន្លឹះទៅបានហើយវិធីមួយទៀតនៅពេលអានយើងត្រូវសម្លឹងមើលពាក្យនៅក្នុងលក្ខណៈជាក្រុមក៏មើលពាក្យដាច់ដោយឡែកពីគ្នាចំពោះវិធីនេះយើងក៏បីស្រមៃថាមានបន្តខណ្ឌទៅលើក្រុមពាក្យនីមួយៗដើម្បីអាចដាក់បញ្ចូលគ្នានៅក្រុមពាក្យទាំងអស់នោះទៅជាប្រយោគមួយយើងត្រូវប្រើកន្ទុយភ្នែករបស់យើងតើយើងប្រើវាយ៉ាងម៉េចយើងអាចលួចសម្លឹងមើលអ្វីមួយតែមួយវឹបឬក៏ព្យាយាមចាំវាយើងអាចរៀនប្រើកន្ទុយភ្នែកតាមវិធីមួយចំនួនដូចជាការដាក់ភ្នែកមើលមួយផ្លេតទៅលើខ្លងឃ្លានៃប្រយោគណាមួយរួចហើយព្យាយាមទន្ទិញឃ្លាទាំងអស់នោះឡើងវិញម្យ៉ាងទៀតឧទាហរណ៍ថានៅពេលដែលយើងស្ទះចរាចរណ៍នៅតាមផ្លូវយើងសាកល្បងសម្លឹងមើលផ្លាកលេខឡានណាមួយវឹបរួចហើយយើងសាកព្យាយាមរំលឹកវាឡើងវិញសូមកុំបារម្ភនៅក្នុងករណីដែលយើងមានអារម្មណ៍ថារយភ្នែកនៅពេលដែលយើងអនុវត្តវិធីនេះវារយគឺដោយសារតែវាព្យាយាមផ្សំទៅនឹងទម្លាប់ថ្មីមួយតែប៉ុណ្ណោះសម្រាប់ភ្នែករបស់មនុស្សយើងការហ្វឹកហាត់សាច់ដុំរបស់វាឲ្យកាន់តែរឹងមាំគឺកាន់តែប្រសើរបញ្ញាទី5ការអានចន្លោះបន្ទាត់និងអានចូលបន្ទាត់គឺជាតិចនិចដែលយើងគួរយកមកប្រើគន្លឹះសំខាន់មួយដើម្បីយកឈ្នះលើទម្លាប់ធ្វើមាត់មហោបខ្សឹបទៅតាមពាក្យដែលយើងអានគឺយើងត្រូវសម្លឹងមើលចន្លោះបន្ទាត់នៃប្រយោគនីមួយៗហេតុអ្វីចាំបាច់ធ្វើបែបនេះពីព្រោះថាការធ្វើបែបនេះយើងអាចមើលឃើញពាក្យទាំងឡាយនៅបន្ទាត់ខាងលើត្រឹមតែពាក្យកណ្ដាលហើយយើងក៏អាចយល់ពាក្យទាំងអស់នោះបានដោយងាយមិនចាំបាច់សម្លឹងមើលឲ្យពេញភ្នែកនោះឡើយម្យ៉ាងទៀតវិធីនេះវាជួយយើងឲ្យអានបានដោយរលូនមិនរអាក់រអួលទៅលើពាក្យណាមួយកាលណាយើងមិនមើលចំទៅលើពាក្យនីមួយៗវាធ្វើឲ្យការអានរបស់យើងកាន់តែមានប្រសិទ្ធភាពគន្លឹះសំខាន់មួយទៀតគឺការអានបែបចូលបន្ទាត់ការអានបែបនេះយើងត្រូវប្រើកន្ទុយភ្នែករបស់យើងពេលចាប់ផ្ដើមអានកុំដាក់ភ្នែករបស់យើងនៅនឹងដើមឃ្លាមួយនឹងឡើយយើងត្រូវដាក់ភ្នែករបស់យើងឲ្យចូលទៅក្នុងឃ្លានោះប្រមាណជា1សង់ទីម៉ែត្រកន្លះហើយក៏មិនចាំបាច់ដាក់ភ្នែករបស់យើងឲ្យដល់ចុងឃ្លានោះដែរសល់ត្រឹមតែ1សង់ទីម៉ែត្រកន្លះចុងក្រោយនោះកន្ទុយភ្នែករបស់យើងក៏អាចមើលអស់ដែរការធ្វើបែបនេះយើងអាចចំណេញពេលវេលាបានហើយយើងនៅតែអាចមើលឃើញខ្លងឃ្លាទាំងខាងដើមនិងខាងចុងនៃប្រយោគមួយនោះដោយប្រើកន្ទុយភ្នែករបស់យើងតាមរយៈការផ្ដោតតែទៅលើពាក្យសំខាន់យើងអាចកាត់បន្ថយចំនួនថ្មិចបើករបស់យើងនៅក្នុងកំឡុងពេលដែលយើងសម្លឹងមើលពីបន្ទាត់មួយទៅបន្ទាត់មួយឧបមាថាភ្នែករបស់យើងជាធម្មតាវាឈប់7ឬ8ដងនៅក្នុងមួយបន្ទាត់ប្រសិនបើយើងអាចកាត់បន្ថយការឈប់នោះបានត្រឹមតែម្ដងនៅក្នុងមួយបន្ទាត់នោះមានន័យថាយើងអាចបង្កើនល្បឿននៃការអានរបស់យើងបានរហូតដល់ទៅជាង 10% ឯណោះចំពោះវិធីនេះស្ដាប់ទៅដូចជាចម្លែកសម្រាប់មនុស្សមួយចំនួនដើម្បីសម្របតាមវិធីនេះបានយើងក៏បីគូបន្ទាត់ចូលសងខាងនៃប្រយោគទាំងអស់នៅលើមួយទំព័រដំបូងនៃសៀវភៅពីព្រោះថាការធ្វើបែបនេះនាំឲ្យយើងមានភាពងាយស្រួលដឹងថាកន្លែងណាដែលយើងត្រូវចាប់ផ្ដើមអាននិងកន្លែងណាដែលយើងត្រូវបញ្ចប់ការអានទម្រាំនឹងយើងស្ដាប់នឹងជំនាញនេះយើងក៏នឹងមានអារម្មណ៍ថាធុញទ្រាន់មិនស្ទើរដែរក៏ប៉ុន្តែយើងក៏បោះបង់វាអសោះវាគឺជារឿងធម្មតាទេតម្រាំទទួលបានលទ្ធផលអ្វីមួយយើងតែងតែឆ្លងកាត់ការលំបាកខ្លះជាមិនខានយ៉ាងណាមិញលទ្ធផលដែលយើងនឹងទទួលបានប្រកបជាមានតម្លៃស័ក្តិសមទៅនឹងការលំបាកនោះបញ្ញាទី6ដើម្បីឲ្យមានទម្លាប់អានលឿនយើងគួរតែប្រើម្រាមដៃឬក៏ប៊ិចដើម្បីចង្អុលនាំភ្នែករបស់យើងកាលនៅពីក្មេងយើងរៀនអានដោយប្រើចង្អុលដៃឬក៏របស់អ្វីមួយមកចង្អុលដើម្បីអានបានលឿនហើយវាក៏ជួយយើងឲ្យយល់ន័យរបស់ពាក្យដែលយើងអាននោះបានកាន់តែប្រសើរចុះហេតុអ្វីបានយើងបញ្ឈប់ទម្លាប់មួយនេះនៅពេលដែលយើងចេះអានទៅវិញទេ
យើងមិនគួរបោះបង់ចោលទម្លាប់ដ៏ល្អមួយនេះទេពីព្រោះវាមានសារៈសំខាន់សម្បំណាស់ជាធម្មតាភ្នែករបស់យើងរេចុះរេឡើងទៅតាមចលនាអ្វីមួយឧទាហរណ៍ថានៅក្នុងបន្ទប់ដែលយើងកំពុងអង្គុយមានសត្វរុយមួយហើរចុះហើរឡើងភ្លាមនោះភ្នែករបស់យើងនឹងចាប់អារម្មណ៍ថាមានសត្វរុយជាមិនខានរឿងនេះមិនសូវខុសគ្នាទេចំពោះការអានសៀវភៅការចង្អុលនិងការធ្វើចលនាម្រាមដៃនៅលើក្រដាសសៀវភៅអាចជួយនាំភ្នែករបស់យើងឲ្យអានបានរហ័សជាងមុនវាដូចជាគ្មានអ្វីពិបាកនោះទេដោយគ្រាន់តែយើងដាក់ចង្អុលដៃនៅខាងឆ្វេងឬក៏ខាងស្ដាំនៃចុងបន្ទាត់នៅពេលដែលយើងអានពីបន្ទាត់មួយទៅបន្ទាត់មួយយើងគ្រាន់តែធ្វើចលនាម្រាមដៃរបស់យើងចុះយឺតទៅក្រោមដោយស្មើរហូតដល់ចុងទំព័រចុះបើនៅក្នុងករណីដែលយើងអានអត្ថបទមានបន្ទាត់ច្រើនចង្អៀតទៅវិញតើយើងគួរធ្វើយ៉ាងណានៅក្នុងករណីនេះយើងអាចដាក់ចង្អុលដៃឲ្យចំកណ្ដាលកថាខណ្ឌត្រង់ផ្នែកខាងក្រោមបន្ទាត់ដែលយើងកំពុងអានបន្តមកទៀតយើងទម្លាក់ចង្អុលដៃចុះមកក្រោមត្រង់ឬក៏ជារង្វង់ដូចជាសត្វពស់នៅពេលដែលយើងអានពីបន្ទាត់មួយទៅបន្ទាត់មួយដើម្បីនាំភ្នែករបស់យើងបន្តមកទៀតយើងបិទអត្ថបទដែលយើងបានអានហើយដើម្បីកុំឲ្យយើងរវល់បកទៅអានវាម្ដងទៀតវិធីសាស្ត្រដែលអាចប្រើដោយមានប្រសិទ្ធភាពទៅលើរឿងនេះបានគឺប្រើក្រដាសបិទពីលើអត្ថបទនោះបើគ្មានក្រដាសទេយើងអាចប្រើដៃក៏បានក្តាប់ដៃឆ្វេងរបស់យើងដោយដាក់មេដៃឲ្យចេញទៅម្ខាងបន្ទាប់មកយើងគ្រាន់តែដាក់ដៃផ្ដេកឬក៏បញ្ឈរទៅលើអត្ថបទដែលយើងអានបានហើយការប្រើវិធីបិទអត្ថបទនេះនឹងជួយយើងមិនឲ្យត្រឡប់ទៅអានអត្ថបទពីដើមមកវិញស្ដាប់ទៅវិធីទាំងអស់ដែលបានរៀបរាប់ខាងលើដូចជាពិបាកនិងខ្លះគួរឲ្យអស់សំណើចទៀតផងក៏ប៉ុន្តែវិធីទាំងអស់នេះពិតជាមានប្រសិទ្ធភាពអាចជួយយើងនៅក្នុងការបង្កើតទម្លាប់នៃការអានឲ្យបានលឿនជាងមុនកាលណាវាខ្លាយទៅជាទម្លាប់ហើយពេលនោះយើងលែងពិបាកទៀតហើយនិយាយទៅវាមិនខុសពីកង់ជំនួយទេបើកាលណាយើងចេះជិះកង់ហើយយើងនឹងបោះវាចោលសារសំខាន់ការហ្វឹកហាត់អានសៀវភៅរបស់យើងស្ទើរតែគ្រប់គ្នាបានបញ្ចប់ទៅនៅត្រឹមថ្នាក់បឋមសិក្សាដែលនេះមានន័យថាទម្លាប់នៃការអានសៀវភៅរបស់យើងដែលមានសប្តាហ៍ថ្ងៃគឺវាហួសសម័យទៅហើយប្រសិនបើយើងចង់ឲ្យការអានរបស់យើងមានប្រសិទ្ធភាពបំផុតយើងគប្បីរៀនឡើងវិញពីរបៀបផ្ដល់អាទិភាពទៅលើសៀវភៅដែលយើងគួរអានការអានត្រួសជាមុននិងបង្កើនល្បឿននៃការអានដើម្បីតាមឲ្យទាន់ការវិវត្តដ៏លឿនស្លេវរបស់សកលលោកយើងបច្ចុប្បន្ន